លោកម៉ែនអេងអភិបាលរងខេត្តស្វាយរៀងចុះសួរសុខទុក្ខនិងពិនិត្យវឌ្ឍនភាពជីវភាពរស់នៅរបស់បងប្អូនយុទ្ធមិត្ត1978នៅស្រុកកំពង់រោនៅថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះលោកម៉ែនអេងអភិបាលរងតំណាងឯកឧត្តមពេញពោធិ៍សាអភិបាលខេត្តស្វាយរៀងបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពិនិត្យមើលវឌ្ឍនភាពនៃការរស់នៅរបស់បងប្អូនយុទ្ធមិត្ត1978ដែលកំពុងរស់នៅក្នុងភូមិធ្លកថ្មីស្រុកកំពង់រោខេត្តស្វាយរៀងពេលទីនេះមានការអញ្ជើញចូលរួមពីលោកដាំខុនពិសីប្រធានមន្ត្រីព័ត៌មានខេត្តស្វាយរៀងព្រមទាំងលោកស្រីមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាននិងបងប្អូនយុទ្ធមិត្ត1978យ៉ាងច្រើនកកផងដែរមានប្រសាសន៍ទៅកាន់បងប្អូនយុទ្ធមិត្តในឱកាសនោះលោកម៉ែនអេងអភិបាលរងខេត្តបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់និងមិនដែលបំភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់បងប្អូនយុទ្ធជនយុទ្ធមិត្តដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការបម្រើជាតិមាតុភូមិកាលពីអតីតកាលឡើយទន្ទឹមនឹងនេះការចុះពិនិត្យដោយផ្ទាល់នាពេលនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខវឌ្ឍនភាពនៃការរស់នៅក៏ដូចជាបញ្ហាប្រឈមនានារបស់បងប្អូនយុទ្ធមិត្ត1978ក្នុងគោលបំណងស្វែងរកដំណោះស្រាយនិងផ្ដល់ការគាំទ្រឲ្យបានទាន់ពេលវេលាសម្ដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើងในឱកាសដ៏មានអត្ថន័យនោះដែរបងប្អូនយុទ្ធមិត្ត1978ទាំងអស់បានសម្ដែងនូវក្តីរំភើបរីករាយដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខនិងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ដល់មូលដ្ឋានផ្ទាល់នាពេលនេះ